ចេញពីក្លឹបចាស់ដើម្បីទៅបើកក្លឹបមួយដែលជាថាក្លឹបថារបស់យើងពីមុនមកបងចង់វាយល្បីហើយយើងអាចធ្វើបានហើយរហូតយើងចង់ធ្វើជាគ្រូល្បីយើងអាចធ្វើបានហើយនៅតែបង្ហាត់សិស្សបាទឲ្យល្បីតាមស្នាដៃយើងបង្ហាត់ឆ្លាញ់ហើយដាក់ឈ្មោះបើកខំគុណខ្មែរបើកខំគុណខ្មែរស្រួលអានស្រួលចំណាំបើកខំគុណខ្មែរគ្រូធំគ្រូបើកខំសិស្សទាំងឡាយគឺត្រកូលខំបាទអញ្ចឹងមិនចតារបស់យើងការតាំងចិត្តរបស់យើងចង់បានក្លឹបធំចង់ឲ្យក្លឹបយើងមួយហ្នឹងខ្លាយជាក្លឹបធំមរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWELL ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Me 18គម្ពីរគុណបានចងក្រងពេញមួយអាល់ប៊ុមហើយមានទាំងការបកកើតក្លឹបមានទាំងទីតាំងមានទាំងឈ្មោះក្លឹបមានទាំងបទពិសោធន៍ប្រកួតមានទាំងការបង្វឹកបង្ហាត់បង្ហាញនៅឡើយតែការសាងសង់មន្ទីរនិងប្រមូលផ្ដុំទាហានរៀបទៅតាមផែនចុះហើយកូនចិនបាទបងបាទឥឡូវនិយាយអំពីដំណាក់កាលចុងក្រោយរបស់លោកគ្រូប៊ឺតខំដែលលោកគ្រូមុននេះបានមានប្រសាសន៍ថាចង់បង្កើតក្លឹបដោយខ្លួនឯងអ្វីគឺខ្លួនឯងបានន័យថាលោកគ្រូបានដើរចេញពីក្លឹបចាស់ដែលធ្លាប់បង្ហាត់បង្ហាញក្នុងគោលបំណងស្វែងរកការអភិវឌ្ឍថ្មីឬក៏យ៉ាងណាផ្សេងទៀតសម្រាប់ខ្ញុំចេញពីក្លឹបចាស់ដើម្បីទៅបើកក្លឹបមួយដែលជាថាក្លឹបថារបស់យើងពីមុនមកបងចង់វាយល្បីហើយយើងអាចធ្វើបានហើយរហូតយើងចង់ធ្វើជាគ្រូល្បីយើងអាចធ្វើបានហើយនៅតែបង្ហាត់សិស្សបាទឲ្យល្បីតាមស្នាដៃយើងបង្ហាត់បាទអញ្ចឹងលោកគ្រូកំពុងតែរៀបចំផែនការនឹងហើយបាទបងបាទទីតាំងរកបានទេលោកគ្រូបានទេបងនៅមរតកដៃជោចិត្តមរតកដៃជោឬក៏ក្នុងមរតកដៃជោអត់បងចិត្តនៅចិត្តមរតកដៃជោបាទបងបាទដីទំហំប្រហែលដែរលោកគ្រូអូទូចដែរទេបង10 30បង10 30បាទដីខ្លួនឯងនិយាយជួលគេអត់ទេជួលគេ10 30ជួលគេជួលដីតទេហ្មងឬក៏មានរោងស្រាប់មានរោងស្រាប់បងមានរោងស្រាប់មានផ្ទះស្រាប់រោងស្រាប់បាទ10 30មកគិតទៅវាតូចបន្តិចបាទ30វាជ្រៅហើយបាទមកបាន20 30អានឹងស្អាតហ្មងតែក្លឹបយើងតូចដែរបងបាទចាំមកដល់ធំខ្ញុំគិតទៀតចាំបរិយទៀតទេបានតែដីទំនេរគៀននេះនៅរោងចាំបរិយហ្នឹងណាបាទគួរជួលជាបងមួយខែបានមួយខែជួលវាបានអូ250ដល់មួយខែ250បាទហើយកុងត្រាបានឆ្នាំឥឡូវយើងធ្វើ3ឆ្នាំទៅទេអូយអត់កើតទេលោកគ្រូយ៉ាងហោចនៅក៏5ឆ្នាំឡើងទៅដែរ3ឆ្នាំសិស្សយើងរឹងបាទសិស្សយើងរឹងយើងទៅរកអាឡៃណាធំអូអញ្ចឹងបានតែលោកគ្រូរៀបដំណាក់កាលដែរណាបើសិនជាមិនអាចបន្តកុងត្រាឬក៏មិនអាចបរិចកន្លែងដដែលបានទេយើងទៅរកកន្លែងថ្មីមួយទៀតជួលគេទៀតអត់ដឹងទេបងឬក៏ទិញអានោះតើមានចុះមានក្រុមហ៊ុនណាឧបត្ថម្ភគ្រប់គ្រងសម្រាប់ដំណើរការក្នុងការកកើតក្លឹបថ្មីទាំងមួយយើងនៅឯបងនៅឯមិនតាន់មានចំនួនខាងក្រៅតែក៏គាត់តែឃើញបងប្អូនតែឃើញយើងបើករៀបចំបើកក្លឹបមិនឯងមកជើងម្នាក់បាទមានចំនួនមកច្រើនបងឃើញគ្រូផាន់មកជួយសាក់បាទគ្រូផាន់ជួយសាក់មកពេញក្លឹបបាទគ្រូថេនជួយតាពីមកពេញក្លឹបសិតតែមិត្តដែលនៅរាប់បានគ្នាបាទនៅមានលោកគ្រូបងផ្សេងឧបត្ថម្ភសម្ភារៈហាត់ស៊ីបកង់អីចឹងទៅហើយបងខ្លះក៏អីទៅទេលោកគ្រូឥឡូវមានផែនការរបស់សហព័ន្ធនៅក្នុងការកសាងក្លឹបនោះតើបាទលោកគ្រូមានបានស្នើទេមានបងតែគាត់ថាត្រូវការដីជារបស់ផ្ទាល់ខ្លួនសិនបានធ្វើឲ្យអូបាទពីព្រោះបើតាមខ្ញុំដឹងផែនការសាងសង់នោះគឺដូចជា9 16 9 17ហើយតើតែមានទំហំប៉ុណ្ណឹងបាទលើតាន់មានទេបងចាំចឹងក្នុងលក្ខខណ្ឌដែលថាមានដីគ្រប់គ្រងផ្ទាល់ខ្លួនណាមិនមែនជាដីទៅជួលគេអានឹងកុំឲ្យវាពិបាករើទៅទេបាទអូអញ្ចឹងក៏លោកគ្រូឥឡូវអត់ទាន់មានសកួរទេបាទសង្ឃឹមថានឹងមានឆាប់បាទបងបាទអូខេអញ្ចឹងការបង្កើតក្លឹបបដាល់មួយតើទាមទារតម្រូវឲ្យមានអីខ្លះលោកគ្រូជួយ
ណែនាំតិចក្រែងខ្ញុំបង្កើតក្លឹបដែរអញ្ចឹងណា អ្វីដែលបំបាក់បំផុតគឺធនធានកីឡាករបើសិនយើងមានធនធានកីឡាករបាទសពគ្រប់បាទដូចជាការតម្រូវថាព័ន្ធរបស់យើងទៅឲ្យកីឡាករមានបានថា10នាក់ទៅចុះ បាទ បាទអញ្ចឹងត្រូវការពង្រឹងមុន បាទបាទ តែកីឡាកររបស់ខ្ញុំមានហើយបាទមានហើយអញ្ចឹងរឹងមកហើយកីឡាករខ្ញុំមកបាទអញ្ចឹងអានេះយើងនិយាយមកទៅគឺអ្វីដែលយើងត្រូវធ្វើនោះគឺកន្លែងហ្នឹងមកខ្ញុំសម្រាប់ខ្ញុំសម្រាប់ខាត់ទូទៅគឺគេត្រូវការបង្វឹកមុនបានស្នើសុំទៅតាមក្រោយ បាទ ចេញផ្លែផ្កាយបានស្នើសុំតាមក្រោយ ចឹងមកនេះតែលោកគ្រូមានចង់និយាយថាមានជើងខ្លាំងមានអ្នកដែលគ្រប់គ្រឿងស្រាប់ហើយណា បាទបាទបាទ បន្ទាប់មកត្រូវតែមានអីគេមានខាងផ្នែកហិរញ្ញវត្ថុមានពេទ្យមានប្រធានអនុប្រធានគ្រូបង្វឹក មានច្រើនមករៀបរាប់ដល់ អូអញ្ចឹងលោកគ្រូមានរចនាសម្ព័ន្ធហើយ បាទបាទ បាទ ខ្ញុំរត់ឲ្យខ្ញុំរត់ច្បាប់ហើយមានហើយបាទ ផ្ដល់ដំណឹងទៅខាងផ្នែកភូមិឃុំកាត់ឲ្យគាត់បានដឹង បាទ ទីតាំងរបស់យើង អញ្ចឹងទៅបាទទាំងអស់ គម្រោងចំណាយ បាទវៃខាយ អូអានឹងវាច្រើនបាទវាច្រើនអញ្ចឹងលោកគ្រូបានដឹងរឿងនឹងអស់រៀបចំអស់ហើយ បាទបងបាទបាទ បាទលោកគ្រូអាចត្រួសហេសិស្សដែលនឹងទៅហាត់នៅក្លឹបថ្មីជាមួយលោកគ្រូចាប់ផ្ដើមដំណើរការនៅក្នុងកំឡុងខែណាដែរ ខ្ញុំធ្លាក់ឈ្មោះបាទធ្លាក់ឈ្មោះក្លឹបចេញមកខ្ញុំរៀបចំប្រកួត អញ្ចឹងបានតែឆាប់នេះដែរគេអាចនឹងកំឡុងដើមឆ្នាំ និយាយ 2025 ទៅយើងចង់ឲ្យឆ្នាំ2025នេះមក ខ្លាចជាឆ្នាំដែលលោកគ្រូចាប់ផ្ដើមកខខខង បាទបាទបាទ ក្លឹបកីឡាករណាខ្លះដែលលោកគ្រូប្រមូលផ្ដុំឡើងវិញអាចប្រាប់ខ្លះបានទេ បាទមានសិស្សរបស់ខ្ញុំផ្ទាល់បាទ បាទ បាទគឺខំខ្លានេះ ខំខ្លានាងបាទសិស្សហើយក៏ជាបងថ្លៃអញ្ចឹង ខំកូនខ្លា ខំកូនខ្លា បាទមានល្មមមានខំខ្លារៀង5ខ្លារៀងខំចាក់រីនេះទៅតែឈ្មោះតកូលខ្ញុំបាទចឹងទៅពួកគាត់រឹងអស់ហើយ គឺនឹងខ្លាយជាសិស្សដែលត្រកូលខំទាំងអស់ បាទ អញ្ចឹងបានន័យតែក្លឹបហ្នឹងឈ្មោះក្លឹបអី ក្លឹបខ្ញុំស្រឡាញ់ហើយដាក់ឈ្មោះបឺតខំគុណខ្មែរប ឺតខំគុណខ្មែរស្រួលអានស្រួលចំណាំបឺតខំគុណខ្មែរគ្រូធំគ្រូបឺតខំសិស្សទាំងឡាយគឺត្រកូលខំ មានខំអ្នកណាអត់ដាក់ក៏អត់បញ្ហាដែរ អ្នកណែដែលអត់ដាក់អត់បញ្ហាដែរ អត់បញ្ហាទេបាទយើងអត់ទៅបង្ខំគាត់អត់ទេតែសួរតែគាត់ស្រឡាញ់អត់ដល់ពេលខ្លះសើយើងមិនតាន់ដាក់គាត់ដាក់តកូលយើងមុនបាត់ហើយបាទពុំមានខ្លះមានទូចប្រណោចបាទទូចប្រណោចបាទទេពចញ្ញាទៅឈ្មោះតកូលគាត់ដែរ ដាក់គាត់ដាក់ឈ្មោះដើមរបស់គាត់ អត់អីទេ អត់អីទេ អត់ទេបាទ ដែលលោកគ្រូមានបំណងចង់ដូចថាលេងឈ្មោះកីឡាករទេព្រោះខ្ញុំឃើញក្លឹបខ្លះគាត់ចូលចិត្តលេងឈ្មោះកីឡាករណា បាទ ឥឡូវខ្ញុំឧទាហរណ៍អីគេនៅខាងក្លារខុននេះ បាទ មានអីរទ្ធីនីអាគមអីចឹងទៅហើយគ្រូថេននឹងមានស្អីគេថេនអាឃ្លោកអីចឹងទៅហើយគ្រូខំនោះមានស្អីគេពេជ្រ 60000 អីចឹងទៅបាទមានទស្សនវិជ្ជាលោកគ្រូប្រុងលេងឈ្មោះចឹងដែរទេ លេខមកលេខព្រោះសិស្សខ្ញុំដល់វាយនេះសិតតែមិនជួបពិតគាត់ទេ ដូចខ្លានាងដូចកូនខ្លាហ្នឹងមិនឈ្មោះពិតទេណា ហ៎ បាទ ក្លានាងពុពិតតែខំកូនខ្លាឈ្មោះគាត់ភ័ណ្ឌចន្ទធី បាទទៅបាទតែសិតតែមិនឈ្មោះពិតទេបាទតែហ្នឹងគាត់ស្រឡាញ់គុណគាត់ស្រឡាញ់សុំយើងដាក់អញ្ចឹងទៅបាទអញ្ចឹងហើយបាទ បូកជាមួយនឹងកូនលោកគ្រូ3នាក់គឺជាកន្លែងដែលគាត់ចាប់ផ្ដើមនៅក្លឹបហ្នឹងដែរ បាទបាទ លោកគ្រូនឹងផ្ចង់ផ្ដើម បាទ ហើយឲ្យលោកគ្រូអេបថងមើលអ្នកជំនាន់ថ្មីរះមកហើយ អត់យើងមើលគាត់វិញយើងមើលគាត់ជោគជ័យវិញយើងមើលគាត់អញ្ចឹង បាទប៉ុន្តែខ្ញុំជឿថាចិត្តដល់វគ្គចៅលោកគ្រូអេបថងមកមួយជំនាន់ទៀតហើយ វាយគ្នាហើយ បាទនៅតែត្រៀមប៉ះជាមួយកូនគ្រូខំហើយ ដូចកូនយ៉ានុតអីហ្នឹង បាទនេះហើយអញ្ចឹងតើលោកគ្រូគិតថាយ៉ាងច្រើនបំផុតសិស្សដែលលោកគ្រូនឹងប្រមូលផ្ដុំច្រើនបំផុតប្រហែលអ្នកដែលអាចទប់ទល់បាន ត្រឹមបើបច្ចុប្បន្នយើងរៀងពិបាកហើយបាទ យើងពិបាកហើយណា បាទតែយើងក្នុងក្លឹបមួយបើចង់ខ្លាចជាក្លឹបធំក៏អាចមានតែ20នាក់ដែរបាទអញ្ចឹងវិជ្ជាតារបស់យើងការតាំងចិត្តរបស់យើងចង់បានក្លឹបធំ ក្លឹបធំ ចង់ឲ្យក្លឹបយើងមួយហ្នឹងខ្លាចជាក្លឹបធំ ដូចឥឡូវឧទាហរណ៍ដែលយើងនៅក្នុងសាលរបស់ក្លឹបគ្រូថេនេះនេះរត់តែធំឯហ្នឹង បាទធំហើយបងធំយើងអត់ចង់និយាយថារូបរាងក្លឹបធំទេបងចង់និយាយថាវិជ្ជាតារបស់យើងចង់បានកីឡាករដែលគុណភាពបាទគុណភាពច្រើន បាទ បាទ បើថា20នាក់យ៉ាងហោចនោះក៏8 10នាក់
ចេញវាយបានដោយ បាទវាយបរទេសវាយច្រើនហ្នឹងបាទ អានឹងក៏ជាភាពធំនៃគុណភាពរបស់យើ បាទ ង ដោយក្លឹបគ្រូអេ បាទ គ្រូថេនគ្រូពេជ្រផាន់គ្រូធុនសុភាហ្នឹងកីឡាករវាយបរទេសច្រើនហ្នឹងហៅក្លឹបធំហ្នឹង ក្លឹបធំ តែគ្រូល្បី អារឿងទីតាំងអាហ្នឹងវាមកបែបទេណា បាទ គិតស្រួលហើយមែនណា បាទ គិតស្រួលហើយ បាទ សម័យឃើញក៏ស្រួលដែរ បាទ ណាប៉ុន្តែអាមិនស្រួលនោះគឺអាចំណាយទៅវិញនេះអានោះมันជាបញ្ហាតើលោកគ្រូមានបានដែរគិតបារម្ភពីរឿងនេះខ្លះទេ គិតហើយបងគិតហើយគិតហើយតែត្រង់ទៅ រួមទៅណា ធ្វើទៅត្រង់ទៅបាទតែខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបានខ្ញុំអាចធ្វើបាន លោកគ្រូហ៊ានប្រកាសទទួល sponsor ទេបើមានក្រុមហ៊ុនណាចង់ឧបត្ថម្ភជាសម្ភារៈជាថវិកាជាមហូបអាហារចំណីឬក៏ជាប៉ាណូអីបិទក្លឹបបិទអីផ្សេងៗនេះលោកគ្រូមានប្រកាសទេ ពីមុនមកអត់ទាន់ប្រកាសទេ បាទ តែឥឡូវចង់ប្រកាស ចង់ប្រកាសលោកគ្រូបើកខំនឹងបង្កើតក្លឹបបើកខំគុនខ្មែរប្រកាស បាទ មកអ្វីទទួលបែបហ្នឹង បាទ នេះកម្មវិធីកអៀកយិនសិនយ៉ាងទីបាទជជែកជាមួយកអៀកយិនសិនគេលោកបាទអីខ្លះហី បាទ បាទចឹងឆាប់នេះគូណា បាទបាទ អូខ្ញុំទៅនៅសម័យឃើញថានេះចំនួនថ្មីរះឡើងបន្តទៀតហើយបាទគឺជាអ្វីដែលរដ្ឋាភិបាលប្រមុខដឹកនាំបាទសម្ដេចតេជោសម្ដេចបវរធិបតីនឹងគឺលោកយកចិត្តទុកដាក់ណាស់បាទអមដោយការមើលខុសត្រូវពីអូឡ িম্প ពិកនិងក្រសួងសហព័ន្ធបណ្ដោះក្លឹបបណ្ដាលនានាគឺវាជាចរន្តនៃការបណ្ដុះធនធាននៅកាន់តែខ្លាំងអញ្ចឹងលោកគ្រូកំពុងតែនៅក្នុងផ្លូវនឹងមួយហើយ បាទបងបាទ បាទអញ្ចឹងខ្ញុំសូមកក់លោកគ្រូឲ្យហើយពេលណាដែលលោកគ្រូធ្វើក្លឹបហើយ បាទបង ខ្ញុំសូមទៅក្លឹបលោកគ្រូ បាទ បាទដើម្បីមើលទស្សនវិជ្ជាទូទៅផ្ដល់ព័ត៌មានជូនដល់បងប្អូន អរគុណបង បាទ ជើញបងទៅផងទៅវិញញឹកបានបងប្អូនយើងដឹងលឺបានច្រើន បាទចុំចុះឥឡូវឧបមាដល់ស្រាប់តែមានក្រុមហ៊ុនឬក៏សប្បុរសជនណាគាត់ថាមកឥឡូវរើទៅនៅដីគាត់ធំណាមួយអីចឹងទៅបានយូរអង្វែងអាហ្នឹងក៏លោកគ្រូហ្នឹង កាន់តែល្អទេបងទៅមានដីហើយមានទីកន្លែងហ្វឹកហាត់អីហ្នឹងកាន់តែល្អ កាន់តែល្អមកនេះ ព្រោះរងថ្ងៃយើងអ្វីដែលយើងនេះគឺយើងជួល ជួល ទេបាទ ខ្ញុំក៏សម័យឃើញយ៉ាងហោចនោះក៏លោកគ្រូមានលុយប្រហែលជា$10000ដែរណាមិនចិត្តបន្ទប់អាកាពេកកំពុកហ្នឹង គាត់ថាការចាប់ផ្ដើមនេះក៏ហត់ដែរហត់ទាំងធ្វើហត់ទាំងចំណាយធ្វើនេះមើលស្ទើនេះហ្នឹងបងប្អូនយើងជួយច្រើនបងហើយត្រង់បងប្អូនយើងអត់ជួយក្លឹបគ្នាតូចតាចចង់ចាប់ផ្ដើមអត់ល្បីហ្នឹងគឺពិបាកខ្លាំងខ្ញុំជឿបាទ បាទ ប៉ុន្តែខ្ញុំនេះខ្ញុំពេលខ្លះខ្ញុំមក3ភ្ញាក់ព្រឹកគិត ព្រោះការចាប់ផ្ដើមគិតរហូតណា បាទគិតរហូតគូធ្វើនេះគូធ្វើអីដល់សពគូគិតពីសពគូវិញសិហាត់មិនឲ្យល្បីសិហាត់មិនឲ្យរឹងដើម្បីប្រកួតប្រជែងជាមួយលោកគ្រូធំបាទអញ្ចឹងទៅគិតរហូតបាទ អាហ្នឹងគិតរឿងមកផ្លូវរឿងទៅមកហើយខ្ញុំមានអាគិតមួយទៀតណាគេគិតជុំមើលចេះទៅមិនទៅអញជុំមើលចេះទៅមិនទៅអញអាហ្នឹងគឺគិតតែមិនដែរគាត់ អានេះគិតតាំងមកតាំង បាទប៉ុន្តែយ៉ាងណាក៏ដោយក៏លោកគ្រូបានបង្ហាញបាទអំពីអ្វីដែលជាចំណាប់អារម្មណ៍របស់លោកគ្រូដែរ បាទគុណមក លោកគ្រូនេះក៏ជាចំណែកមួយដែរនេះចំណែកមួយដើម្បីឲ្យការហ្វឹកហាត់របស់លោកគ្រូអីបានល្អបាទសាច់ដុំចាប់ស៊ីបចាប់សក់អុយពឹងប៉ាំងវាណែពេលលិចវាដោះវារយ មកលើក៏ទៅឈឺដែរ ទៅណា អូដៃហ្នឹងហ្មងដៃហ្នឹងហួយចុះធំ បាទ បើកាលខ្ញុំនៅក្លឹបចាស់ហ៎ បាទ ធំនៅកន្លងធំមកទាត់ឈឺឲ្យស្មាក៏លើមាន ឈឺដែរ នេះកអ៊ីយើងសិនយ៉ាងធៀលគូ បាទថ្ងៃមុនក៏សុំមកថេនបានម្ដុំដែរ ជួបបកឥឡូវឲ្យនេះប្រហែលដុំចង់1000សន្លឹកហ៎ ថ្ងៃមុនសុំបានអានោះបានគាត់មកបិទស្មាបិទអីហ៎ បាទហ្នឹងវារហ័សដែរមើលគូខ្ញុំតែណែ បាទកែនេះហ្មងបាទក្តៅណាបងក្តៅល្អណាស់ លិតវាក្តៅល្អក្តៅល្អហើយមើល អរគុណបង បាទ ដល់ខាត់ទាត់មកទាត់ បាទនេះកៅអៀកយិនសិនយ៉ាងធៀ បាទ គឺបានរួមចំណែកបាទជាការឆ្លោះបង្ហាញឲ្យឃើញពីសុខទុក្ខរបស់កីឡាករបាទគឺចាស់ជើងថ្មីគ្រូព្រឹទ្ធាចារ្យគឺសពបែបយ៉ាងដែលកម្មវិធីមរតកបាច់គុណខ្មែរនឹងបាន
bằng hai chun đồng hai chun là cũng phải chỉ thuộc bàn tu sanh á nhận lời bàn đài thành cùng បាទបងបាទ បាទចឹងខ្ញុំដូចជាមានប៉ុណ្ណឹងទេបាទចឹងក៏សូមជូនពរលោកគ្រូណាក្តីប្រាថ្នារបស់លោកគ្រូដែលលោកគ្រូប៉ុនប៉ងនៅក្នុងការរៀបចំក្លឹបបណ្ដាលក្បីសូមឲ្យបានសម្រេចឆាប់ជាពិសេសគឺមានជំនួយច្រើនដើម្បីទំនុកបរងដើមទីនោះឲ្យបានទៅដោយភាពរលូន បាទអរគុណ អ្វីដែលសំខាន់ខ្ញុំជឿថាលោកគ្រូចង់បានទីតាំងដែលធំហើយយូរ បាទបងបាទ អានោះដែលអាចធ្វើឲ្យយើងបាននឹងបានយូរកុំឲ្យយើងរើកជើចុះឡើងពិបាកណាក៏សម័យឃើញក៏យើងពិបាកដែរ បងចាំពីចាំរើទៅនោះ បាទ អរគុណបងអរ បាទ គុណ បាទអញ្ចឹងអរគុណលោកគ្រូបាទដែលបានចំណាយពេលវេលាបាទនៅក្នុងការជួបជជែកគ្នាជាមួយខ្ញុំនៅពេលនេះ បាទល្អអរគុណ អរគុណបងប្អូនផងដែរដែលបានតាមដានកម្មវិធីមរតកក្បាច់គុណខ្មែរដែលមុននាំមកជូនដោយកៅអៀកយិនសិនយ៉ាងធាយើងនឹងបន្តបេសកកម្មរបស់យើងទៅគ្រប់ទីកន្លែងគ្រប់ច្រកល្ហកនៅក្នុងព្រះវិជាណាចក្រកម្ពុជាលើវិថីគុណខ្មែរខ្ញុំបាទស៊ីថូណាថាន់និងលោកគ្រូប៊ិតខំសូមជម្រាបលាបាទ คลิปវីដេអូដែលបងប្អូនបានទស្សនាអំបញ្ញមិញនេះក៏ជាអត្ថប្រយោជន៍មួយដើម្បីឲ្យបងប្អូនស្វែងយល់អំពីការកកើតក្លឹបមួយគឺក្លឹបកីឡាប៉ាដាល់ថាតើទៅយើងមានអីខ្លះខ្ញុំបានទៅជែកគ្នាជាមួយគាត់ច្រើនអញ្ចឹងបើបងប្អូនបានចាប់ចំណុចទាំងនោះបានសូមបងប្អូនជួយសរសេរឲ្យបានក្បោះក្បាយតិចមកថាដើម្បីបង្កើតក្លឹបមួយបានតើត្រូវរៀបចំផែនការអ្វីខ្លះអញ្ចឹងសូមសរសេរចំណុចនីមួយមកអានេះក៏វាជាចំណុចដឹងមួយសម្រាប់បងប្អូនដែលបានស្ដាប់ ហើយក៏ដូចជាការចែករំលែកទៅដល់បងប្អូនផ្សេងៗទៀតដែលបានស្ដាប់និងអាន comment អញ្ចឹង comment របស់បងប្អូនដែលសរសេរបានក្បោះក្បាយគឺនឹងបានទទួលរង្វាន់ពីកៅអៀកយិនសិនយ៉ាងធា កៅអៀកយិនសិនយ៉ាងធាជាកៅអៀកមានគុណភាពខ្ពស់ពីប្រទេសចិនសំឡងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្រិចថ្លោះយ៉ាងមានប្រសិទ្ធភាព Uwell អាកំបាំងបដោះសក់ពីប្រទេសកូរ៉េសក់ស្អាតត្រឹមរយៈពេល7ថ្ងៃ ស្ករគ្រាប់សម្រក់ទម្ងន់ Slimmy លោកអ្នកអាចស្រក់បានរហូតដល់5គីឡូក្នុងមួយកំប៉ុង Slimmy ងាយពិសាមិនធ្វើទុកមិនរាករូស Slimmy Slim ប៉ិតស្រក់ប៉ិត